គោរពបព្វជិតទៅក្នុងសាលារៀនការតាមតបទី3អមួយគោរពបព្វជិតទៅក្នុងសាលារៀន2គោរពដល់ការអប់រំការបង្រៀនរបស់លោកគ្រូអ្នកគ្រូ3មិនប្រើអំពើហិង្សាគ្រប់ប្រភេទ4គោរពច្បាប់ចរាចរណ៍5ត្រឹមការថាទេចំពោះគ្រឿងញៀនជាបញ្ចប់នាងខ្ញុំសូមគោរពជូនពរដល់លោកគណៈធម្មតីលោកគ្រូអ្នកគ្រូបងប្អូនប្រិយមិត្តនិងបងប្អូនសិស្សនិស្សិតទាំងអស់សូមទទួលបានសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ជាលាដោយសូម